សាសចូលចតារាស័យសម្រាប់ថ្ងៃអាទិត្យ10រោចខែចែកឆ្នាំម្សាញ់ស័កស័កពុរសករាជ2569ដែលត្រូវនៅថ្ងៃទី12ខែមេសាឆ្នាំ2026ចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំជូតធាតុទឹកពងទេវតាប្រោះតាំងឲ្យសត្វកណ្ដុររាសីរបស់លោកអ្នកដែលកើតនៅក្នុងឆ្នាំជូតថ្ងៃនេះគឺស្រុតចុះខ្លាំងទំនាបបានទីថាលោកអ្នកនឹងខកបំណងក្នុងការរំពឹងទុកនៅលទ្ធផលអ្វីមួយរាល់គម្រោងការទាំងឡាយនឹងត្រូវរលាយមិនអាចជោគជ័យការបាននោះទេនៅក្នុងថ្ងៃនេះដូច្នេះត្រូវប្រុងប្រយ័ត្នប្រសិនបើមាននរណាម្នាក់មកបញ្ចុះបញ្ចូលឲ្យទិញរបស់ទ្រព្យអ្វីមួយដែលតម្រូវឲ្យមានបង់ប្រាក់កក់ចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាវិញមានបញ្ហារកម្មរកូសមិនសូវជាចុះសម្រុងគ្នានោះទេអាចជារឿងតូចឈានទៅរករឿងធំដូច្នេះលោកអ្នកត្រូវខាំមាត់សង្កត់ចិត្តកុំតបតអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំឆ្លូវទៀតដីពងមនុស្សប្រុសតាំងឲ្យសត្វគោរិស័យរបស់លោកអ្នកដែលកើតនៅក្នុងឆ្នាំឆ្លូវថ្ងៃនេះគឺល្អជាមួយភ្ជុំទំនាបបានទីថាលោកអ្នកអាចចាប់កាន់ការងារគ្រប់បែបយ៉ាងប្រកបទៅដោយភាពរលូនធម្មតាមិនមានបញ្ហាចោទនោះឡើយគ្រាន់តែពុំសូវបានទទួលលទ្ធផលល្អទៅតាមបំណងដែលប៉ងប្រាថ្នាហើយសម្រាប់រឿងរ៉ាវគ្រួសារនិងស្នេហាគឺមានភាពផ្អែមល្ហែមជាអន្លើនៅក្នុងថ្ងៃនេះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំខាលធាតុឈើពងយស្រីតាំងឲ្យសត្វខ្លាអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំខាលថ្ងៃនេះរាសីស្រុតចុះខ្លាំងទំនាបបានទីថាលោកអ្នកត្រូវតែជៀសវាងរាល់ការលបួងលួងលោមពីអ្នកដទៃដូចជាចង់ដឹងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកជាដើមលោកអ្នកត្រូវប្រុងប្រយ័ត្នសពគ្រប់តាំងពីសកម្មភាពរបស់អស់លោកអ្នកផងដែរព្រោះថ្ងៃនេះអាចនឹងមានគ្រោះថ្នាក់កើតឡើងជាយថាហេតុចំពោះលោកអ្នកហើយដោយឡែកចំពោះរឿងគ្រួសារនិងស្នេហាមិនមានភាពរកាំរកូសអ្វីឡើយគឺល្អជាធម្មតាទេនៅក្នុងថ្ងៃនេះចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំថោះធាតុឈើពងមនុស្សស្រីតាំងឲ្យសត្វទន្សាយអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំថោះថ្ងៃនេះរាសីឡើងខ្ពស់ត្រដែតទំនាយទីថាប្រសិនបើលោកអ្នកកំពុងតែជោគជ័យលើវិស័យអ្វីមួយហើយលោកអ្នកត្រូវតែពង្រឹងវិស័យនោះនៅក្នុងថ្ងៃនេះឲ្យខ្លាំងព្រោះថាវាអាចនាំឲ្យអនាគតរបស់អស់លោកអ្នកកាន់តែប្រសើរឡើងប៉ុន្តែហាមយកគំនិតអ្នកដទៃឲ្យសោះខ្លាចក្រែងនាំឲ្យអាសាបង់ហើយចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាមានភាពផ្អែមល្ហែមល្អុកល្អឿនជាពន់ពេកនៅក្នុងថ្ងៃនេះចំណែកឯអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំរោងធាតុមាសពងទេវតាប្រុសតាំងឲ្យសត្វនិករាជរាសីរបស់លោកអ្នកដែលកើតនៅក្នុងឆ្នាំរោងថ្ងៃនេះគឺល្អជាមួយភ្ជុំទំនាយបានទីថាលោកអ្នកអាចប្រកបកិច្ចការងារឬក៏មុខរបរប្រចាំថ្ងៃបានល្អជាធម្មតាគ្រាន់តែថ្ងៃនេះហាមជឿងប់ងល់តាមពាក្យសម្ដីរបស់មិត្តភក្តិក៏បីលះបង់មិត្តភក្តិខ្លះចោលទើបល្អព្រោះមិត្តភក្តិខ្លះចាំតែជួនអ្នកពន្លិចតែប៉ុណ្ណោះក្នុងចំណោមមិត្តភក្តិទាំងអស់នោះចាំតែកេងចំណេញឬក៏ជួនអ្នកពន្លិចតែប៉ុណ្ណោះហើយសម្រាប់រឿងរ៉ាវគ្រួសារនិងស្នេហាមិនមានភាពរកាំរកូសអ្វីទេឬក៏បញ្ហាណាមួយកាត់ឡើងនោះទេគឺល្អជាធម្មតានៅក្នុងថ្ងៃនេះចំណែកឯអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំម្សាញ់ធាតុភ្លើងពងមនុស្សប្រុសតាំងឲ្យសត្វពស់រិស័យរបស់លោកអ្នកដែលកើតនៅក្នុងឆ្នាំម្សាញ់ថ្ងៃនេះស្រុតចុះខ្លាំងទំនាបបានទីថាលោកអ្នកត្រូវគិតគូរឲ្យបានវែងឆ្ងាយមុននឹងទទួលមតិយោបល់ពីអ្នកដទៃព្រោះរាល់គំនិតអ្នកទាំងអស់នោះអាចនាំឲ្យលោកអ្នកលិចលង់ខាតបង់ខាតទ្រព្យសម្បត្តិលុយកាក់ជាដើមដូច្នេះលោកអ្នកត្រូវគិតឲ្យបាន 4-10 ដងបើសិនបើមានបំណងចង់បើកអាជីវកម្មឬក៏ផ្លាស់ប្ដូរការងារទៅកន្លែងផ្សេងហើយចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាវិញមានភាពរកាំរកូសមិនសូវជាចុះសម្រុងគ្នានោះទេហើយបើសិនបើលោកអ្នកឆាប់ឆាវទៅនោះអាចនឹងឈានទៅរកការបែកបាក់ដូច្នេះលោកអ្នកត្រូវតែអត់ធ្មត់ជាយាមសង្កត់ចិត្តចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំមមីធាតុភ្លើងពងទេវតាស្រីតាំងឲ្យសត្វសេះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំមមីថ្ងៃនេះរាសីឡើងខ្ពស់ត្រដែត
ទំនាបបានទីថារាល់ការសម្រេចចិត្តណាមួយរបស់អស់លោកអ្នកសុទ្ធតែអាចនាំទៅរកភាពរុងរឿងទៅថ្ងៃអនាគតបានដូច្នេះហើយសូមលោកអ្នកកុំស្ទាក់ស្ទើរក្នុងការអនុវត្តកិច្ចការនោះហើយសម្រាប់រឿងរ៉ាវគ្រួសារនិងស្នេហាគឺមានតែភាពផ្អែមល្ហែមនិងមានស្នាមញញឹមចំពោះគ្នានឹងគ្នាល្អណាស់ក្នុងថ្ងៃនេះចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំមមែធាតុមាសពងទេវតាស្រីតាំងឲ្យសត្វពពែរាសីរបស់លោកអ្នកដែលកើតនៅក្នុងឆ្នាំមមែថ្ងៃនេះស្រុតចុះទំនាបបានទីថាលោកអ្នកនឹងត្រូវចវាយនាយស្ដីបន្ទោសហើយបើជាអ្នករកស៊ីវិញនឹងត្រូវប្រឈមនឹងការខាតបង់ដើមទុនខាតបង់ឱកាសសម្រាប់ពង្រីកមុខចំនួនសម្រាប់ពេលទៅថ្ងៃអនាគតដូច្នេះហាមដាច់ខាតជឿអ្នកដតីជាជាងជឿលើបងប្អូនសាច់ញាតិខ្លួនឯងប្រយ័ត្នអន្តរាយហើយចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាមិនសូវជាល្អប៉ុន្មាននោះទេប្រសិនបើលោកអ្នកចេះខំមកសង្កត់ចិត្តចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំវកធាតុដែកពងយៈប្រុសតាំងឲ្យសត្វស្វាលោកអ្នកដែលកើតនៅក្នុងឆ្នាំវកថ្ងៃនេះរាសីល្អជាមកភ្ជុំទំនាបបានទីថារាល់កិច្ចការងារទាំងឡាយទាំងពួងគឺនឹងសម្រេចទៅបានដោយរលូនគ្រាន់តែហាមដាច់ខាតដើរឆ្ងាយឬក៏ដើរដល់យប់ជ្រៅហើយចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាគឺមិនមានបញ្ហាអ្វីចោទនោះឡើយគឺល្អជាធម្មតានៅក្នុងថ្ងៃនេះចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំរកាធាតុដែកពងជាប្រុសតាំងឲ្យសត្វមាន់អស់លោកអ្នកដែលកើតនៅក្នុងឆ្នាំរកាថ្ងៃនេះរាសីស្រុតចុះទំនាបបានទីថាសម្រាប់បុគ្គលិកក្រុមហ៊ុនមន្ត្រីរាជការប្រសិនបើមានបំណងចង់ស្នើប្រាក់ខែសម្រាប់ថ្ងៃនេះគឺមិនបានឡើយតែផ្ទុយទៅវិញលោកអ្នកត្រូវផ្ដោតអារម្មណ៍ទៅលើការងារជាសំខាន់អ្នកអាចនឹងមួម៉ៅមិនសូវជាសប្បាយចិត្តតែត្រូវតែព្យាយាមទប់អារម្មណ៍ទាំងនេះហើយគិតរឿងល្អហើយនៅក្នុងរង្វង់គ្រួសារក៏ដូចគ្នាត្រូវតែប្រយ័ត្នរាល់ពាក្យសម្ដីទប់អារម្មណ៍មួម៉ៅក្តៅក្រហាយដើម្បីបញ្ជៀសពីចំនួននេះចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំចធាតុដីពងជាស្រីតាំងឲ្យសត្វឆ្កែលោកអ្នកដែលកើតនៅក្នុងឆ្នាំចថ្ងៃនេះរាសីស្រុតចុះទំនាបបានទីថារាល់គម្រោងការទាំងឡាយដែលលោកអ្នកគិតថានឹងប្រព្រឹត្តទៅបានរលូនល្អនឹងคล้ายទៅជារឿងអាសាបង់ដាក់ចុះរលាយបាត់គ្មានអ្វីជាដុំជាកំភួននោះឡើយហើយហានិភ័យចាញ់បោកគេក៏ច្រើនដែរនៅក្នុងថ្ងៃនេះគួរជៀសវាងរាប់អានងប់ងល់ទៅលើបុគ្គលដែលគ្មានពងសាវតាច្បាស់លាស់ហើយសម្រាប់រឿងរ៉ាវគ្រួសារនិងស្នេហាមានតែភាពរកាំរកូសមិនសូវជាចុះសម្រុងគ្នានោះទេអាចឈានទៅរកការឆ្លោះប្រកែកទាស់ទែងរឿងតូចពូនឲ្យคล้ายទៅជារឿងធំនិងចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំកុលធាតុទឹកពងមនុស្សស្រីតាំងឲ្យសត្វជ្រូករាសីរបស់លោកអ្នកដែលកើតនៅក្នុងឆ្នាំកុលថ្ងៃនេះគឺឡើងខ្ពស់ត្រដែតទំនាបបានទីថាលោកអ្នកនឹងមានលៀបចូលមកក្នុងឆាកជីវិតព្រោះតែលោកអ្នកខំធ្វើអំពើល្អនិងខិតខំប្រឹងប្រែងធ្វើការងារកន្លងមកចំពោះអ្នកធ្វើការជាបុគ្គលិកជាមន្ត្រីរាជការនឹងទទួលបានតំណែងថ្មីប្រាក់បៀវត្សក៏ថ្មីសមតាមចិត្តដែលប្រាថ្នាទុកហើយសម្រាប់រង្វង់គ្រួសារនិងស្នេហាទៀតសោតគឺមានតែភាពផ្អែមល្ហែមល្អុកល្អឿនយល់ចិត្តយល់ថ្លើមគ្នាទ្វេមួយជាពីរដងនៅក្នុងថ្ងៃនេះ